អំពីបញ្ហាការបើកច្រករឿងនេះក៏ខ្ញុំសូមបញ្ជាក់ជូនថាការបើកច្រកគឺថៃកងទ័ពថៃជាអ្នកបើកដូច្នេះកងទ័ពថៃអាចជាអ្នកបិទដូច្នេះកងទ័ពថៃត្រូវតែជាអ្នកបើកដោយកម្ពុជាមិនត្រូវចរចាទៅលើបញ្ហានេះទេមានសំណើសូមឲ្យមានការចរចាក៏ប៉ុន្តែតើវាស័ក្តិសមទេសម្រាប់ការចរចារឿងបែបនេះការរំលោភលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរទៅលើបញ្ហាច្រកព្រំដែនដែលបានព្រមព្រៀងគ្នាពេលបិទខ្លួនឯងពេលបើកបបួលចរចាដើម្បីកុំឲ្យបាក់មុខដើម្បីកុំឲ្យបាក់មុខខ្លួនទាញកម្ពុជាយកទៅបាក់មុខជាមួយកម្ពុជាជាប្រទេសដែលមានកិត្តិយសមានសេចក្តីថ្លៃថ្នូរហើយចេះទទួលខុសត្រូវសង្ឃឹមថាភាគីថៃនឹងត្រូវចេះទទួលខុសត្រូវក្នុងករណីខ្លួនបានប្រព្រឹត្តហើយខ្លួនមកដាក់លក្ខខណ្ឌចរចាដើម្បីបើកកម្ពុជាអត់ទទួលយកបានទេ